សូមជម្រាបសួរបងប្អូនប្រិយមិត្តដែលកំពុងតែតាមដានទស្សនាវីដេអូរបស់នាងខ្ញុំនៅក្នុងថ្ងៃនេះដែរនាងខ្ញុំសូមលើកយកជាបន្តតាក់ទងជាមួយនឹងអត្តចរិតរបស់ឆ្នាំនីមួយៗដែលនៅក្នុងវីដេអូនេះគឺនាងខ្ញុំនឹងលើកយកតាក់ទងជាមួយនឹងមនុស្សដែលកើតនៅក្នុងឆ្នាំឆ្លូវថាចង់ដឹងថាតើអត្តចរិតរបស់មនុស្សកើតឆ្នាំឆ្លូវតចរិតរបស់គាត់ជាទូទៅនឹងតើយ៉ាងណាដែរចរិតរបស់លក្ខណៈនៃមនុស្សដែលកើតនៅក្នុងឆ្នាំឆ្លូវជាទូទៅគឺស្ងៀមស្ងាត់អត់ធ្មត់ប៉ុន្តែចរិតបង្កប់នៅភាពរឹងរូសនៅគំនិតដើមនិងភាពវៃឆ្លាតរបស់ខ្លួនហាក់ដូចជាគួរឲ្យទុកចិត្តអញ្ចឹងហើយពួកគេក៏មានការទទួលជោគជ័យផងដែរនៅក្នុងការងាររបស់ខ្លួនឯងពីព្រោះដោយសារតែពួកគេធ្វើអ្វីៗតែងតែមានការប្រុងប្រយ័ត្នទោះបីជាយ៉ាងណាក៏ដោយក៏បើយើងនិយាយគេហៅថាភាសាចាស់បុរាណណាសូមអធិស្ឋានហើយបើសិនជានិយាយទៅមានការលើសលួសប៉ះពាល់ត្រង់ចំណុចណាចាស់ពីដើមគាត់និយាយថាហែងក្បាលរឹងអញ្ចឹងណាអញ្ចឹងបុគ្គលដែលកើតឆ្នាំឆ្លូវគឺគាត់ជាលក្ខណៈប្រភេទមនុស្សអញ្ចឹងដែរគឺគាត់រឹងរូសហើយពេលខ្លះក៏គាត់មានការផ្ទុះកំហឹងផងដែរប៉ុន្តែលក្ខណៈកំហឹងហ្នឹងគឺរៀងបែបស្រាលប៉ុន្តែរៀងងត់ស្រួចវាគឺជាការមិនផ្ដល់នៅយោបល់ដើម្បីសាកល្បងពួកគេប្រយ័ត្នមានបញ្ហាគ្រោះថ្នាក់ឬក៏ការប្រើប្រាស់អំពើហិង្សាផ្សេងផងដែរអញ្ចឹងបានន័យថាបើយើងជាអ្នកដែលមានមិត្តភ័ក្តិបងប្អូនឬក៏អ្នកដែលស្គាល់ដែលគាត់កើតនៅក្នុងឆ្នាំឆ្លូវហ្នឹងណាគឺមិនផ្ដល់ជាយោបល់នៅក្នុងការដែលលេងសើចជ្រុលហួសហេតុទៅកាន់មនុស្សពួកគាត់ហ្នឹងទេពីព្រោះអាចគាត់ប្រើអំពើហិង្សាឬក៏ការនិយាយស្ដីមកជះកំហឹងទាំងកំរោលអញ្ចឹងទៅដែលធ្វើឲ្យអ្នកដែលស្ដាប់អ្នកដែលនៅក្បែរខ្លួនហ្នឹងគឺមានការប៉ះទង្គិចផងដែរហើយប្រភេទអ្នកដែលកើតនៅក្នុងឆ្នាំឆ្លូវហ្នឹងពេលខ្លះគឺគាត់ជាមនុស្សដែលគេហៅថានិយាយច្រំដែរហើយនិយាយទៀតបើសិនបើស្ថានភាពហ្នឹងតម្រូវឲ្យគាត់និយាយអញ្ចឹងទៅវាអាចថានិយាយម្ដងហើយម្ដងទៀតហើយមួយទៀតគឺថាមនុស្សឆ្នាំឆ្លូវហ្នឹងជាមនុស្សបែបប្រពៃណីគេហៅថាបែបបុរាណរៀងគិតអីបន្តិចទៅរៀងតាក់ទងប្រពៃណីតាក់ទងជាមួយនឹងគំនិតគេហៅថាចាស់បុរាណអញ្ចឹងទៅហើយមនុស្សដែលកើតឆ្នាំឆ្លូវហ្នឹងគាត់ក៏ជាមនុស្សដែលមានសមត្ថភាពនិងឧស្សាហ៍ព្យាយាមប៉ុន្តែទោះបីជាគាត់ឧស្សាហ៍ព្យាយាមឬមួយក៏មានសមត្ថភាពយ៉ាងណាក៏មិនតែងតែនឹងសម្រេចលទ្ធផលជោគជ័យល្អដែរអញ្ចឹងគាត់ថាចំណុចនេះមិនថាជាមនុស្សកើតឆ្នាំឆ្លូវឬក៏កើតឆ្នាំផ្សេងឯនេះខ្ញុំគិតថាករណីខ្លះទោះបីជាយើងមានសមត្ថភាពយើងប្រឹងប្រែងយ៉ាងណាក៏លទ្ធផលពេលខ្លះវាមិនទទួលបាននឹងអ្វីដែលយើងសំបំណងណាពេលដែលយើងចង់បានល្អឥតខ្ចោះជាងនេះអញ្ចឹងទៅក៏វាមិនជាល្អឥតខ្ចោះអីដែរវាគ្រាន់តែអាចថាល្អសមរម្យបន្តិចតួចឬក៏វាមិនសម្រេចបំណងដែលយើងចង់និយាយថាឲ្យវាសម្រេចកែវវាមិនបានសម្រេចអញ្ចឹងទៅពេលខ្លះអញ្ចឹងនឹងខ្ញុំសូមបន្តទៅទៀតហើយមិនតែងតែត្រូវបានន័យថាពេលខ្លះមិនត្រូវបានយល់ដោយបងប្អូនមិនថាជាបងប្អូនបង្កើតឬបងប្អូនលក្ខណៈនៅក្នុងកន្លែងធ្វើការអីជាដើមហ្នឹងពួកគេមិនគួររើសការងារដែលស្មុគស្មាញច្រើនទេពួកគេអាចតាក់ទងបានន័យថា
ប្រភេទការងារណាក៏ដោយអានេះចូលលក្ខណៈការងារប្រភេទការងារណាដែលធ្វើឲ្យមនុស្សដែលកើតឆ្នាំឆ្លូវនឹងស្មុគស្មាញឬប្រភេទការងារដែលដូចថាតាក់ទងជាមួយនឹងមន្ត្រីប៉ូលីសតាក់ទងជាមួយនឹងអាជ្ញាធរដែនដីតាក់ទងជាមួយនឹងបែបលក្ខណៈជាគេហៅថារដ្ឋបាលសាធារណៈហ្នឹងគឺមិនស័ក្តិសមសម្រាប់មនុស្សដែលកើតឆ្នាំឆ្លូវនឹងទេហើយការធ្វើដំណើរគឺក៏គេមិនផ្ដល់ជាយោបល់ទៅកាន់ពួកគាត់ដែរពីព្រោះវាអាចរំខានទៅដល់សុខភាពរបស់ពួកគាត់និងលំនឹងខួរក្បាលរបស់មនុស្សដែលកើតឆ្នាំឆ្លូវហើយត្រង់ចំណុចនេះដែរបើសិនជាអ្នកនរគ្នាអ្នកខ្លះគាត់ធ្វើការតាក់ទងជាមួយនឹងផ្នែកគេហៅថារដ្ឋបាលសាធារណៈឬមួយតាក់ទងជាមួយនឹងអាជ្ញាធរតាក់ទងជាមួយនឹងអ្នកគ្រប់គ្រងទៅតាមអាជ្ញាធរតំបន់នេះជាដើមបើសិនជាអ្នកធ្វើការហើយបានស្ដាប់វីដេអូនេះក៏មិនបានន័យថាជាការហាមឃាត់ទេគឺគ្រាន់តែជាការមិនផ្ដល់យោបល់អញ្ចឹងទៅបានន័យថាមានការងារខ្លះដែលធ្វើឲ្យមនុស្សឆ្នាំឆ្លូវនឹងគាត់មានភាពស្មុគស្មាញផ្លូវចិត្តគិតច្រើនឬក៏វាមិនមានភាពលំនឹងសម្រាប់ខួរក្បាលរបស់គាត់ក៏មិនផ្ដល់ជាយោបល់ឲ្យទទួលយកឬក៏រើសយកការងារបែបហ្នឹងតែមិនមែនបានន័យថាដាច់ខាតទេអាហ្នឹងចង់បញ្ជាក់ត្រង់ចំណុចហ្នឹងឥឡូវនាងខ្ញុំសូមចូលបន្តពួកគេគួរតែស្នាក់នៅផ្ទះដែលពួកគេមានអារម្មណ៍សុខស្រួលបានន័យថាផ្ទះណាដែលធ្វើឲ្យគាត់មានផាសុកភាពផ្ទះណាដែលគាត់ធ្វើឲ្យគាត់មានអារម្មណ៍ថាមានសុភមង្គលអានឹងគាត់រើសទៅគឺមិនខុសទេហើយសម្រាប់តកាន់នារីដែលស្ថិតនៅក្រោមបានន័យថាឆ្នាំតកើតឆ្នាំគោហ្នឹងគឺមានទំនោរចិត្តចូលចិត្តផ្ទះរបស់នាងនិងជាស្ត្រីមេផ្ទះដ៏ប៉ិនប្រសប់ជារឿយនាងជាអ្នកដឹកនាំទូកគ្រួសារឆ្លងកាត់រលកនៃជីវិតត្រង់ចំណុចនេះនាងខ្ញុំបានសង្កេតឃើញដែរភាគច្រើននារីដែលគាត់កើតឆ្នាំឆ្លូវហ្នឹងគឺគាត់យើងដឹងហើយមនុស្សដែលកើតឆ្នាំឆ្លូវបើអធិស្ឋានបើយើងនិយាយទៅគេថាធ្វើការដូចគោដូចក្របីដូចសេះអញ្ចឹងណាវាដូចតែឆ្នាំនឹងឯងហើយហត់មិនសូវជាបានសម្រាកគឺថាបើបានសម្រាកហ្នឹងក៏ចិត្តហ្នឹងវាមិនសុខចឹងទៅហើយជាពិសេសគឺមនុស្សស្រីឆ្នាំឆ្លូវហ្នឹងគាត់រៀងឈ្មោះឈ្មោលជាងមនុស្សស្រីជាងបរោះដែលកើតនៅក្នុងឆ្នាំឆ្លូវនេះជាបទពិសោធន៍ដែលនាងខ្ញុំធ្លាប់បានឃើញហើយមនុស្សស្រីដែលគាត់កើតឆ្នាំឆ្លូវហ្នឹងគឺគាត់ជ្រុំជ្រែងគាត់ស្រឡាញ់គ្រួសារខ្លាំងណាស់សួរថាឆ្នាំដតីទៀតមិនស្រឡាញ់ដែរប៉ុន្តែពេលខ្លះអ្នកខ្លះគឺគាត់គិតអំពីខ្លួនគាត់បានន័យថាគាត់យកខ្លួនគាត់មកដាក់ជាមុខចឹងទៅតែសម្រាប់ស្ត្រីឆ្នាំឆ្លូវគាត់គិតតាក់ទងបានន័យថាគាត់ដាក់រង្វង់គ្រួសាររបស់គាត់នៅខាងមុខបានន័យថាខាងមុខមុនតម្រូវការរបស់គាត់អញ្ចឹងទៅបានន័យថាគាត់ផ្ដល់តម្លៃឲ្យគ្រួសាររបស់គាត់មុននឹងសេចក្តីត្រូវការរបស់ខ្លួនឯងខ្ញុំនិយាយខ្លីអញ្ចឹងណាបន្ទាប់មកទៀតតាក់ទងជាមួយនឹងអ្នកដែលកើតឆ្នាំឆ្លូវហ្នឹងគឺថាគាត់មានមោទនភាពចំពោះកូនរបស់ពួកគាត់និងគ្រួសារអញ្ចឹងនៅពេលដែលគាត់មានអារម្មណ៍និងមោទនភាពចំពោះគ្រួសារអញ្ចឹងអ្វីដែលគាត់ចង់បានការតបស្នងការរំពឹងទុកពីគ្រួសារវិញគឺថាស្ដាប់គាត់ដោយមិនមានភាពតវ៉ាបានន័យណាអាហ្នឹងលោកចំណុចមិនល្អមួយដែលថាចូលលក្ខណៈមួយគឺថាគាត់ប្រាប់ឲ្យធ្វើហ្នឹងបានន័យថាអត់ត្រូវតវ៉ាមួយគាត់ស្ដាប់បង្គាប់គាត់ឲ្យបានល្អគ្មានអ្វីតវ៉ាហើយការគ្រប់គ្រងនៅក្នុងគ្រួសាររបស់គាត់បានន័យថារៀងលក្ខណៈប្រើអំណាចដោយតឹងរឹងហើយចំពោះមនុស្សដែលកើតនៅក្នុងឆ្នាំឆ្លូវនេះផងដែរចំពោះការលេបខាយឬរឿងស្នេហាពួកគេអាចមានការបូជាអស់ពីចិត្ត
ហើយសុភាពនឹងត្រេកត្រអាលប៉ុន្តែมันមានមโนសញ្ចេតនាត្រង់ចំណុចនេះអាចលក្ខណៈបានន័យថាមโนសញ្ចេតនាគឺត្រូវទាមទារឲ្យអ្នកដែលស្រឡាញ់គាត់ហ្នឹងបង្រៀនបង្ហាត់គាត់ចឹងទៅអ្នកខ្លះដូចថាអូគាត់នឹងចាស់កម្រិលអត់សូវចេះរ៉ូមែនទិកអីចឹងចឹងណាខ្ញុំចង់និយាយចឹងឥឡូវតាក់ទងជាមួយនឹងមនុស្សដែលកើតឆ្នាំឆ្លូវយើងនិយាយអំពីអត្តចរិតនិងភាពទូទៅរបស់គាត់នៅក្នុងវគ្គទី1បានមកដល់ទីបញ្ចប់ហើយបើចង់ដឹងថាតើមនុស្សដែលកើតនៅក្នុងឆ្នាំឆ្លូវធាតុផ្សេងហើយដែលមានកើតនៅក្នុងឆ្នាំផ្សេងហ្នឹងតើគាត់មានអត្តចរិតបែបណាបន្ថែមទៅលើអត្តចរិតទូទៅសូមកុំភ្លេចតាមដានទស្សនាវីដេអូរបស់នាងខ្ញុំហើយបើសិនជាចូលចិត្តសូមជួយចុច like បើសិនជាចង់តាមដានទស្សនាវីដេអូរបស់នាងខ្ញុំជាបន្តសូមជួយចុច subscribe ឲ្យផងអរគុណច្រើនសូមជម្រាបលា